ជំរាបសួរក៏ដូចជាសួស្តីពុកម៉ែបងប្អូនបាទវិលមកជួបគ្នាសារជាថ្មីម្ដងទៀតហើយបាទជាមួយនឹង page សំណាង TV បាទហើយថ្ងៃនេះអត់មានអីច្រើនទេពុកម៉ែបងប្អូនបាទថ្ងៃនេះមកចែករំលែកបាទពីរបៀបធ្វើសម្លចាប់ឆាយបាទដូចពុកម៉ែបងប្អូនបានឃើញនៅខាងដើមវីដេអូអញ្ចឹងបាទសម្លនេះគឺថាបន្លែប្លុករបស់វាគឺថារៀងច្រើនបន្តិចបាទហើយវាមិនជាសាំញ៉ាំអីប្រហែលទេបើសិនណាពុកម៉ែបងប្អូនទស្សនាវីដេអូនេះហើយបាទសាកធ្វើញ៉ាំទៅបាទងាយៗនៅក្នុងការធ្វើទេបាទហើយដូចខ្ញុំបង្ហាញពុកម៉ែបងប្អូនអញ្ចឹងបាទហើយខ្ញុំធ្វើបាទរបៀបដែលខ្ញុំធ្វើនេះគឺថាងាយៗណាស់ពុកម៉ែបងប្អូនបាទយើងមានពពុះសណ្ដែកមានស្បែកជ្រូកបាទមានផ្សិតខ្មៅមានត្រចៀកកណ្ដុរមានអីហ្នឹងបាទយើងស្ងោរយើងត្រាំទឹកក៏បានដែរបាទធ្វើមិនក៏បានដែរហើយយើងលាងវាស្អាតអញ្ចឹងណាហើយយើងដាក់ឆាទាំងអស់គ្រឿងទាំងអស់មិញហ្នឹងបាទយើងដាក់ឆាទៅបាទមានហើយប៊ីយឺអីហ្នឹងយើងឆាជាមួយខ្ទឹមសឲ្យឈ្ងុយហើយបាទចាក់គ្រឿងទាំងអស់ហ្នឹងចូលគ្នាឲ្យសព្វទៅបាទហើយសម្រាប់សាច់ជ្រូកបាទពុកម៉ែបងប្អូនប្រើជើងជ្រូកក៏បានប្រើឆ្អឹងជំនីក៏បានប្រើសាច់ក៏បានដែរបាទសម្រាប់ពុកម៉ែបងប្អូនចូលចិត្តរបៀបណាបាទដាក់តាមហ្នឹងទៅបាទហើយដូចខ្ញុំនេះគឺថ្ងៃនេះខ្ញុំប្រើជាមួយនឹងឆ្អឹងជំនីជ្រូកបាទហើយមុននឹងយកមកស្លបាទគឺខ្ញុំស្រុះវាលាងទឹកឲ្យស្អាតអញ្ចឹងណាហើយយើងឆាវាមកត្រឡប់ទៅដើម្បីឲ្យវាឈ្ងុយហើយយើងឆាហ្នឹងទាំងអស់ចូលគ្នាអញ្ចឹងណាពុកម៉ែបងប្អូនបាទព្រោះខ្ញុំស្លនេះគឺខ្ញុំអត់ដាំទឹកទេពុកម៉ែបងប្អូនបាទគឺខ្ញុំឆាគ្រឿងក្រៅទាំងអស់ហ្នឹងចូលគ្នាឲ្យសព្វហើយទាំងសាច់ជ្រូកទាំងអីហ្នឹងបាទគឺខ្ញុំដាក់ចូលគ្នាអស់អញ្ចឹងណានេះដូចពុកម៉ែបងប្អូនបានឃើញអញ្ចឹងហើយសម្រាប់បន្លែបាទមានការ៉ុតមានឆៃថាវហ្នឹងគឺខ្ញុំដាក់មុនហើយបាទខ្ញុំយកមកឆាជាមួយនឹងពពុះសណ្ដែកជាមួយនឹងស្បែកជ្រូកជាមួយនឹងផ្សិតជាមួយនឹងត្រចៀកកណ្ដុរអីហ្នឹងបាទហើយថ្ងៃនេះខ្ញុំអត់មានត្រចៀកកណ្ដុរទេបាទដោយសារអត់ពិបាកក្នុងការរកទិញផងហើយណាមួយយើងគិតថាមិនដាក់ក៏វាមិនអីដែរអញ្ចឹងហើយបើពុកម៉ែបងប្អូនចូលចិត្តបាទដាក់ទៅហើយយើងឆាគ្រឿងទាំងអស់ហ្នឹងឲ្យឈ្ងុយឲ្យនេះហើយយើងផ្សំគ្រឿងទៅបាទដាក់អំបិលប៊ីចេងស្ករមានប្រេងខ្យងដាក់ប្រេងខ្យងអញ្ចឹងទៅបាទហើយបន្ទាប់មកគឺយើងចាក់ទឹកចូលទៅហើយរងាស់វាចោលអញ្ចឹងណាពុកម៉ែបងប្អូនបាទដើម្បីឲ្យសាច់របស់យើងរាងផុយអីចឹងណាហើយបន្ទាប់មកគឺយើងបើកមើលទៅបាទហើយយើងភ្លក់មើលទៅបាទតាមចំណង់ចំណូលចិត្តពុកម៉ែបងប្អូនចូលចិត្តរសជាតិបែបណាបាទភ្លក់មើលទៅដាក់គ្រឿងត្រូវទាំងអស់តាមនឹងអញ្ចឹងណាពុកម៉ែបងប្អូនបាទហើយចុងក្រោយបាទយើងបន្ថែមជាមួយនឹងបន្លែបាទបន្លែខៀវបាទមានដើមខាត់ណាមានស្ពៃក្តោបមានអីស្ពៃអីក៏បានដែរពុកម៉ែបងប្អូនបាទចង់ដាក់ស្ពៃចង្កឹះក៏បានស្ពៃក៏បានដែរព្រោះថាសម្លឆាប់ឆាយនេះវារើសបន្លែទេបាទពុកម៉ែបងប្អូនចូលចិត្តបន្លែដាក់បន្លែហ្នឹងទៅបាទហើយចាក់ចូលវាទៅបាទនេះដូចខ្ញុំបង្ហាញអញ្ចឹងបាទគឺថាទំនងណាពុកម៉ែបងប្អូនអើយមកមុខនេះហើយដូចជាអត់មានអីទៀតទេបាទសម្លមកមុខនេះគឺថាឆ្អិនរួចរាល់ហើយជាចុងក្រោយបាទពុកម៉ែបងប្អូនមានខ្ទឹមបំពងបាទមានគល់ខ្ទឹមមានស្លឹកខ្ទឹមអីហ្នឹងបាទយើងពេលដែលយើងដួសញ៉ាំហ្នឹងគឺយើងបន្ថែមជាមួយអាហ្នឹងតិចទៀតទៅដើម្បីឲ្យវាឈ្ងុយអញ្ចឹងណាហើយសម្រាប់សម្លចាប់ឆាយនេះដែរបាទពុកម៉ែបងប្អូនសម្លនេះភាគច្រើនគឺថាមានកម្មវិធីមិនថាកម្មវិធីជួបជុំឬក៏កម្មវិធីបុណ្យទានសែនអីហ្នឹងបាទគឺគេតែងតែនិយមធ្វើហើយបាទសម្លនេះហើយសម្លហ្នឹងបាទស្លភ្លាមក៏អត់សូវឆ្ងាញ់ប្រហែលដែរបាទតើតែរងាស់តើតែទុកវាដល់មួយថ្ងៃអីចឹងណាបាទបានរសជាតិរបស់វាងុំល្អបាទហើយអានេះគឺថាហើយអីរួចរាល់ហើយឥឡូវខ្ញុំដួសបង្ហាញពុកម៉ែបងប្អូនបាទឃើញថាទំនងណាស់បាទសម្រាប់អ្នកដែលចូលចិត្តបន្លែចូលចិត្តអីហ្នឹងបាទគឺថាស្លមកមុខនេះគឺថាត្រូវហើយពុកម៉ែបងប្អូនបាទនេះហ្នឹងហើយវីដេអូគឺមានតែប៉ុណ្្នឹងទេបាទអរគុណពុកម៉ែបងប្អូនដែលទស្សនាវីដេអូពីដើមរហូតដល់ចប់បាទហើយបើយល់ថាវីដេអូនេះមានប្រយោជន៍បាទជួយ share ចែកម្លែកមួយផងបាទអរគុណជួបគ្នានៅវីដេអូក្រោយៗទៀត